កូន3ប្រភេទអ្នកជាម៉ែឪតែនៅណេបនិតចង់ឃើញកូនពិតតាំងពីក្នុងផ្ទៃផែនការជីវិតគិតជិបមកបីមុននឹងកូនថ្លៃប្រសូតចាគូត្បិតជាកូនហើយអ្នកណាមិនគិតចង់បានកូនពិតប្រកបដោយធម៌ពេលកូនកើតមកខំប្រឹងបីពោបើបានកូនល្អម៉ែឪអរណាស់តែកូនទាំងឡាយមាន3ប្រភេទចូលចាំសង្កេតពិនិត្យឲ្យច្បាស់ដូចដងមួយធ្លាយមានតក់នាលខ្លះកម្មរៀបបដូរផ្លាស់តាមបុណ្យម៉ែឪទី1គឺជាអតិចិត្តបុត្រកូនល្អបំផុតចេះដឹងខុសត្រូវមានសិលខ្ពង់ខ្ពស់លើពីម៉ែឪរស់ឥតអាស្រូវជួយលើកឪម៉ែទី2គឺជាអនុចេតបុត្រមានសិលបរិសុទ្ធស្មើម៉ែឪដែរអាចអប់រំបានមិនលំបាកថែមិនឲ្យឪម៉ែទុកសោកសង្រេងទី3គឺជាអវចេតបុត្រខិលខូចបំផុតតាំងតែពីក្មេងអប់រំពុំបានលំបាកក្រៃលែងម៉ែឪវង្វេងព្រោះកូនតិរិឆានតើបុត្រម៉ែឪត្រូវជួបកូនណាកូន3ប្រការម៉ែឪគង់បានជួបកូនណាល្អឥតបីខកខានសូមតាំងសន្តានឲ្យបានមឿនទើមបើបានកូនល្អក៏ត្រេកអរចុះបើបានកូនខុសក៏ត្រូវខិតខំកុំអស់សង្ឃឹមក្នុងការដឹកនាំអប់រំផ្សេងផ្សំតាមទូននាទីត្រូវចែកវិជ្ជាគេក៏ដល់កូនគុណឥតសាបសូន្យម៉ែឪទាំងពីរកូនមានកតញ្ញូកតវេទីដល់លោកទាំងពីរបានសុខសេរីព្រះគុណម៉ែឪសែនធ្ងន់ពេកក្រៃពុំអាចកាត់ថ្លៃធ្ងន់លើផែនដីគ្រប់គ្រងរក្សាកូនទាំងប្រុសស្រីដោយចិត្តមេត្រីប្រណីអាណិតកូនណាលៀងភ្លាត់ភ្លេចកូនម៉ែឪបាបធ្ងន់ធ្លាក់ជ្រៅក្នុងភពងងឹតបើមិនព្រមកែប្រែចិត្តគំនិតដោយអស់ជីវិតសល់តែរាងកាយពេលអស់បុណ្យចាស់ស្លាប់ផ្លាស់ជាតិថ្មីនៅរស់អវជ័យពុះក្តីបរិយាយព្រោះតែវង្វេងភ្លេចឪពុកម្ដាយធ្លាក់ទៅអបាយពុំងាយរួចបានចំណែកកូនដែលដឹងគុណម៉ែឪគឺដើរត្រូវផ្លូវឆ្ពោះទៅសួគ៌ឋានរស់នៅមានន័យប្រពៃថ្កឹងថ្កានស្លាប់ទៅក៏បានសោយសុគតិភពសូមអនុមោទនា